លើកនេះចង់បង្ហាញពីរបៀបធ្វើនំ pancake បែបជប៉ុនម្ដងយើងត្រូវមានពងមាន់3គ្រាប់ម្លេចផ្នែកក្រហមផ្នែកសផ្សេងគ្នាហើយបន្ថែមជាមួយអំបិលម្ជិបនិងប្រើជាមួយនឹងទឹកដោះគោស្រស់3ស្លាបព្រាបាយសម្រាប់ម្សៅវិញខ្ញុំប្រើម្សៅ all purpose flour ហ្នឹងចំនួន3ស្លាបព្រាបាយដូចគ្នាដែរហើយនេះសស្តុកចាស់ទេរបស់ថៃអញ្ចឹងបើសិនជាអ្នកនរគ្នាមានម្សៅរបស់ប្រទេសណាផ្សេងក៏អាចប្រើបានដែរហើយបន្ទាប់មកយើងកូរអាម្សៅហ្នឹងឲ្យវាចូលគ្នាឲ្យបានសព្វល្អឲ្យវាទៅជាល្បាយតែមួយម្សៅហ្នឹងមើលទៅកុំឲ្យវារាវពេកកុំឲ្យវាខាប់ពេកបើសិនជារាវអ្នកនរគ្នាអាចថែមម្សៅអីថែមតិចតួចអញ្ចឹងណាពេលកូរសព្វហើយអាចទុកវាមួយឡែកសិនហើយយើងងាកមកវាយអាផ្នែកសរបស់ពងមាន់ហ្នឹងខ្ញុំប្រើម៉ាស៊ីនដោយសារវារៀងលឿនហើយបើសិនជាយើងវាយដៃក៏បានដែរតែគ្រាន់តែវាយូរហើយវាអត់សូវឡើងហ្វូមល្អហើយសម្រាប់ស្ករសវិញយើងអាចដាក់តាមចំណូលចិត្តតែអ្នកនរគ្នាត្រូវបំបែកវាជាពីរទៅដាក់ម្ដងចឹងហើយវាយវាមកស្ទុះសិនទៅហើយចាំយើងដាក់ស្ករជាលើកទី2ហើយយើងវាយវាឲ្យឡើងហ្វូមចឹងហ្មងអ្នកនរគ្នាឡើងខាប់ចឹងហ្មងបន្ទាប់មកយើងយកអាផ្នែកហ្វូមពណ៌សហ្នឹងមិនតិចតួចសិនណាយកមកលាយជាមួយនឹងអាផ្នែកពណ៌ក្រហមហ្នឹងយើងកូរវាឲ្យសព្វល្អហើយចាំចាក់ចូលទៅក្នុងអាហ្វូមសទាំងអស់ហ្នឹងទៅហើយយើងកូរវាសព្វណាអ្នកកូររហូតទាល់តែវាចូលគ្នាហ្មងកុំឲ្យវានៅសល់អាហ្វូមសដុំហ្នឹងបន្ទាប់ពីកូរសព្វហើយល្បាយយើងវានឹងមើលទៅឃើញឡើង smooth ចឹងហ្មងហើយយើងអាចដាក់ខ្ទះសម្រាប់ចៀនបានហើយយើងប្រើភ្លើងល្មមទៅបានហើយចាក់ម្សៅដែលយើងមានហ្នឹងឲ្យអស់ទៅហើយអ្នកទាំងអស់គ្នាអាចប្រើជាកំមុំបិទក៏បានដែរដើម្បីវាងុំឆាប់ឆ្អិនចឹងណាហើយយើងមើលតែ1នាទី2នាទីអីយើងប្រែវាបានហើយមើលទៅវាឡើងក្រហមចឹងណាហើយយើងថែមផ្លែឈើថែមអីទៅថែមជាទឹកឃ្មុំអីទៀតក៏បានដែរហើយសម្រាប់រូបមន្តនេះវិញអ្នកនរគ្នាអាចមើលសាច់នំបានគឺវាឡើងស្វិតហើយវាឡើង fluffy ហ្មងណា